នៅក្នុងរយៈពេលជាង10ឆ្នាំដែលខ្ញុំបានធ្វើការនៅក្នុងវិស័យឯកជននិង5ឆ្នាំដែលខ្ញុំបានធ្វើការជាមួយ Startup ខ្ញុំឃើញថាម្ចាស់អាជីវកម្មរបស់យើងមួយចំនួនគឺគាត់ខិតខំប្រឹងប្រែងខ្លាំងមែនទែនប៉ុន្តែអាជីវកម្មរបស់គាត់នៅតែមិនអាចលូតលាស់គឺនៅត្រឹងមួយកន្លែងអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែមើលវីដេអូមួយនេះហើយបងប្អូនកំពុងតែមានអារម្មណ៍ថាអាជីវកម្មរបស់បងប្អូនកំពុងតែដូចនៅអ្វីដែលខ្ញុំបាននិយាយគឺនៅត្រឹងមួយកន្លែងនេះគឺជាយុទ្ធសាស្ត្រដែលបងប្អូនគួរតែចាប់ផ្ដើមធ្វើមុនគេហើយយុទ្ធសាស្ត្រនេះគឺយើងហៅថាការវិនិច្ឆ័យត្រួតពិនិត្យអាជីវកម្មគឺ diagnose your business តាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើការជាមួយនឹងអាជីវកម្មណាគឺជាធម្មតាអាជីវកម្មរបស់យើងគឺមានតែបញ្ហាឧបសគ្គធំៗចំនួន7ទេអញ្ចឹងបើសិនជាឧបសគ្គដែលបងប្អូនកំពុងតែជួបគឺអាចនឹងធ្លាក់នៅក្នុងចំណោមមួយនៅក្នុងចំណោមឧបសគ្គទាំងអស់នេះហើយទី1នោះគឺបញ្ហាតាក់ទងជាមួយនឹងផលិតផលនិងសេវាកម្មរបស់បងប្អូនមិនទាន់ត្រូវជាមួយនឹងតម្រូវការរបស់ទីផ្សារសំណួរគឺសួរថាតើអតិថិជនពិតជាចង់បានផលិតផលឬក៏សេវាកម្មរបស់បងប្អូនដែរឬទេហើយសញ្ញាមួយចំនួនដែលបង្ហាញថាបងប្អូនកំពុងតែជួបបញ្ហាទាំងអស់នេះគឺនៅពេលដែលមានអតិថិជនគាត់មកប្រើប្រាស់ឬក៏គាត់ទិញផលិតផលរបស់បងប្អូនហើយគឺគាត់អត់មកត្រឡប់មកវិញទេគឺគាត់ទិញតែម្ដងហើយបាត់ឆឹងតែម្ដងឬក៏នៅពេលដែលអតិថិជនរបស់បងប្អូននេះគាត់មកទិញគឺនៅពេលដែលបងប្អូន discount តម្លៃថោកមែនតើបានពួកគាត់មកអញ្ចឹងបានន័យថាទោះបីជាបងប្អូនខិតខំប្រឹងប្រែងធ្វើទីផ្សារក៏ដោយផ្សព្វផ្សាយយ៉ាងណាក៏ដោយបងប្អូនគ្រាន់តែតាក់ទាញអតិថិជនមកច្រើនទេប៉ុន្តែគ្រាន់តែគាត់មកប៉ុន្តែគាត់អត់ពេញចិត្តគាត់អត់ត្រូវការប្រើប្រាស់អញ្ចឹងវានាំតែចំណាយទាំងធម្មពលទាំងលុយកាក់ដែលបងប្អូនកំពុងតែធ្វើអញ្ចឹងអ្វីដែលត្រូវធ្វើមុនគេគឺយើងត្រូវតែបំលែងផលិតផលសេវាកម្មរបស់យើងរបៀបម៉េចដើម្បីឲ្យត្រូវជាមួយនឹងតម្រូវការរបស់ទីផ្សារទៅមុខសិនហ្នឹងហើយឧបសគ្គទី2គឺការធ្វើទីផ្សារការតាក់ទាញអតិថិជនឬក៏យើងអាចថាជាការបង្កើត lead ហ្នឹងហើយអញ្ចឹងទោះបីជាផលិតផលរបស់យើងល្អមានអតិថិជនគាត់ប្រើឲ្យគាត់ពេញចិត្តក៏ដោយប៉ុន្តែយើងឃើញថាអត់សូវមានគេមកសួរនាំអត់សូវមានគេឆាតមកសួរអត់សូវមានគេដឹងអំពីផលិតផលរបស់យើងទេអញ្ចឹងបញ្ហាកន្លែងនេះបានន័យថាបងប្អូនកំពុងតែមានបញ្ហាក្នុងការធ្វើទីផ្សាររៀបចំការផ្សព្វផ្សាយឬក៏រៀបចំមាតិកា content អីផ្សេងៗនោះមិនទាន់ត្រឹមត្រូវអញ្ចឹងបងប្អូនត្រូវតែស្វែងរកច្រកចេញក្នុងការតែធ្វើម៉េចដើម្បីឲ្យផលិតផលរបស់យើងសេវាកម្មរបស់យើងនេះអាចទៅដល់អតិថិជនរបស់យើងព្យាយាមធ្វើយ៉ាងណាឲ្យទីផ្សាររបស់យើងនេះត្រូវធ្វើទីផ្សាររបៀបម៉េចដើម្បីឲ្យផលិតផលសេវាកម្មរបស់យើងនឹងទៅដល់អតិថិជនគោលដៅរបស់យើងហើយឧបសគ្គទី3វិញគឺការបិទការលក់ sell and conversion យើងឃើញថាជីវកម្មរបស់យើងផលិតផលរបស់យើងសេវាកម្មរបស់យើងគឺយើងឃើញថាមានអតិថិជនគាត់ចាប់អារម្មណ៍ច្រើនមានគេសួរជាប្រចាំរហូតអញ្ចឹងណាហើយគឺយើងដឹងដែរថាពេលដែលអតិថិជនគាត់ប្រើហើយមួយគឺគាត់មកទិញទៀតបងគឺគាត់បានថាយើងមានគុណភាពនៃផលិតផលហើយដោយឡែកនៅពេលដែលយើងទៅមើលទិន្នន័យគឺយើងឃើញថាមានគេមកសួរនាំច្រើនប៉ុន្តែអត់សូវមានគេមកទិញទេអញ្ចឹងនៅកន្លែងនេះប្រហែលជាយើងត្រូវទៅមើលទៅលើ sales process របស់យើងដែលហៅថារបៀបនៃការលក់របស់យើងអញ្ចឹងណាថាតើយើងបានរៀបចំបានស្រួលបួលអត់ឬក៏ដោយសារតែការឆ្លើយតបទៅអតិថិជនរបស់យើងមានការជាយ៉ាឬក៏ការឆ្លើយតបរបស់យើងនេះមិនមានការពន្យល់ឲ្យបានក្បោះក្បាយយើងមិនអាចពន្យល់ឲ្យគាត់យល់អំពីគុណតម្លៃនៃផលិតផលឬក៏សេវាកម្មរបស់យើងឬក៏យើងអត់មានការតាមដានឬក៏យ៉ាងណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងដោយឡែកយើងត្រូវទៅមើលថាតើបញ្ហានៅកន្លែងហ្នឹងនៅកន្លែងណាជា sales process របស់យើងព្រោះយើងឃើញថាមានគេចាប់អារម្មណ៍មានគេសួរច្រើនហើយអញ្ចឹងទោះបីជាយើងទៅធ្វើការផ្សព្វផ្សាយបន្ថែមទៀតក៏វាអត់មានអត្ថន័យអីដែរដោយសារអីព្រោះយើងឃើញថាកន្លែងនេះជាបញ្ហាមកថាទីជីវកម្មមួយចំនួនគាត់ឃើញអ្នកទិញហ្នឹងតិចអញ្ចឹងគាត់ខំធ្វើការផ្សព្វផ្សាយធ្វើប៉ុន្តែគាត់អត់បានទៅមើលអា conversion rate ទេអ្នកសួរ100នាក់អ្នកទិញ1នាក់អីចឹងណាអញ្ចឹងបានថាយើងត្រូវទៅមើលមកវិញថាបើសិនជាយើងមានតម្រូវការមានគេស្គាល់ច្រើនមានគេសួរច្រើនហើយប៉ុន្តែអ្នកដែលគាត់មកទិញវាមានតិចអាកន្លែងហ្នឹងប្រហែលជាបញ្ហានៅ sales process របស់យើងទៅវិញណាហ្នឹងហើយឧបសគ្គទី4គឺ capacity ឬក៏ delivery បានន័យថាជាប្រតិបត្តិការក្នុងការបម្រើសេវាកម្មអតិថិជនកន្លែងនេះខ្ញុំចង់សួរបងប្អូនថាបើសិនជាថ្ងៃស្អែកអតិថិជនរបស់អ្នកនរអស់នេះកើនឡើងគុណនឹង2តើអ្នកនរអស់គ្នាអាចរក្សាគុណភាពនៅដដែលហើយអាចផលិតតាន់ដែរឬទេអញ្ចឹងណាអាជីវកម្មខ្លះនៅពេលដែលមានតម្រូវការកើនឡើងគឺគាត់ចាប់ផ្ដើមគុណភាពរបស់គាត់ចាប់ផ្ដើមលែងមានស្ថិរភាពតែម្ដងសេវាកម្មក្នុងការឆ្លើយតបភ្ញៀវក៏ចាប់ផ្ដើមយឺតអូខេការដឹកជញ្ជូនក៏ចាប់ផ្ដើមយឺត
ការបម្រើសេវាកម្មទៅអតិថិជនការឆ្លើយតបអីផ្សេងៗក៏ចាប់ដើមយឺតហើយពេលគុណភាពវិញគឺមានការធ្លាក់ឡើងចុះរហូតអត់មានស្ថិរភាពទេអញ្ចឹងនៅកន្លែងនេះទោះបីជាយើងខំស្វែងរកអតិថិជនច្រើនមកក៏ដោយវាបែរជាទៅប៉ះពាល់ទៅដល់អាជីវកម្មរបស់យើងនៅថ្ងៃមុខវិញដោយសារតែយើងមិនអាចរក្សាអតិថិជនក្នុងការប្រើប្រាស់សេវាកម្មឬក៏ផលិតផលរបស់យើងបានគង់វង្សទេដោយសារអីគុណភាពរបស់យើងសេវាកម្មរបស់យើងវាអត់មានស្ថិរភាពអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងត្រូវមកមើលទៅវិញថាតើយើងទៅធ្វើម៉េចទោះបីជាមានតម្រូវការអតិថិជនកើនឡើងក៏ដោយប៉ុន្តែគុណភាពរបស់យើងនៅតែស្ថិរសេវាកម្មរបស់យើងទៅកាន់អតិថិជននៅតែល្អការឆ្លើយតបការដឹកជញ្ជូននៅតែលឿនអញ្ចឹងណាឧបសគ្គទី5គឺមនុស្ស talents អាជីវកម្មខ្លះគាត់មានឱកាសច្រើនគាត់មានអតិថិជនច្រើនគាត់មានការងារច្រើនប៉ុន្តែបែរជាគាត់អត់មានកម្លាំងមនុស្សគ្រប់គ្រាន់ដែលមានសមត្ថភាពមានគុណវុឌ្ឍិក្នុងការមកជួយគាត់ទៅលើតួនាទីសំខាន់ហើយជារឿយៗគឺយើងចាប់តាមឃើញតែម្ដងគឺម្ចាស់អាជីវកម្មនឹងឯងដែលគាត់មានតួនាទីក្នុងការទៅរ៉ាប់រងការងារសំខាន់ខ្លួនឯងតែម្ដងអញ្ចឹងកន្លែងនេះបានន័យថាតើយើងត្រូវធ្វើម៉េចដើម្បីយើងអាចស្វែងរកបុគ្គលិកថ្មីដែលគាត់មានគុណវុឌ្ឍិសមត្ថភាពគ្រប់គ្រាន់ឬក៏យើងត្រូវផ្ដល់ការបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិករបស់យើងឬក៏យើងត្រូវផ្លាស់ប្ដូរតួនាទីរបស់គាត់យ៉ាងម៉េចដើម្បីឲ្យស័ក្តិសមជាមួយនឹងការងារនៅក្នុងក្រុមហ៊ុនឬក៏អាជីវកម្មរបស់យើងអញ្ចឹងណាឧបសគ្គទី6គឺប្រព័ន្ធគ្រប់គ្រង system ហើយបញ្ហានៃប្រព័ន្ធគ្រប់គ្រងនេះវាខុសពីបញ្ហារបស់មនុស្សពេលខ្លះបងប្អូនដែលជាម្ចាស់អាជីវកម្មយើងមានបុគ្គលិកដែលមានសមត្ថភាពល្អអស់ហើយប៉ុន្តែរបៀបការងាររបស់គាត់ខុសគ្នាទាំងអស់ពេលចាប់ផ្ដើមមានបញ្ហាគឺត្រង់ថាពួកគាត់អត់មានតួនាទីច្បាស់លាស់អត់មានការកត់ត្រាទិន្នន័យអត់មានប្រព័ន្ធនៃការរៀបចំ SOP ក៏មិនមាន workflow ក៏មិនមានត្រឹមត្រូវពេលរបៀបការងាររបស់គាត់ខុសៗគ្នាទៀតរៀងៗខ្លួនគឺចាប់ផ្ដើមរញ៉េរញ៉ៃតែម្ដងអញ្ចឹងកន្លែងនេះសំណួរត្រូវសួរខ្លួនឯងថាបើសិនជាបងប្អូនដែលជាម្ចាស់អាជីវកម្មនេះអត់នៅកន្លែងនេះ2ថ្ងៃ3ថ្ងៃ4ថ្ងៃឬក៏អីអញ្ចឹងតើបងប្អូននៅតែអាចគ្រប់គ្រងអាជីវកម្មរបស់បងប្អូនពីចម្ងាយបានអត់ហើយបុគ្គលិកទាំងអស់គាត់ដឹងអំពីតួនាទីរបស់ខ្លួនឯងដែរឬទេហើយបើសិនជាចម្លើយគឺទេបានន័យថាបងប្អូនប្រហែលជាកំពុងតែមានបញ្ហានៅត្រង់កន្លែងនេះដូចគ្នាដែរហើយឧបសគ្គទី7វិញគឺសាច់ប្រាក់ cash អាជីវកម្មខ្លះគឺគាត់លក់បានច្រើនប៉ុន្តែដល់ចុងខែម្ចាស់នៅតែខ្វះលុយដល់ដែរវាអាចនឹងមកពីប្រាក់ចំណេញពីផលិតផលវាទាបវាអាចនឹងដោយសារតែការចំណាយនឹងវាខ្ពស់ដោយសារតែមានអ្នកជំពាក់លុយនឹងវាច្រើនឬក៏អាចនឹងជាប់ស្តុកអីវ៉ាន់ក៏ថាបានដែរប៉ុន្តែកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនដឹងថាពេលខ្លះអាជីវកម្មរបស់យើងអត់ត្រូវការបង្កើនការលក់ក្នុងពេលបច្ចុប្បន្នទេអ្វីដែលយើងត្រូវធ្វើគឺទៅកែលម្អតម្លៃផលិតផលរបស់យើងកាត់បន្ថយការចំណាយគ្រប់គ្រងស្តុកគ្រប់គ្រងការជំពាក់ឲ្យបានទៅមុនសិនដើម្បីរៀបចំ cash flow ដែលយើងហៅថាលំហូរសាច់ប្រាក់ឲ្យបានល្អជាងមុនសិនបានយើងទៅបង្កើនការលក់តាមក្រោយបានមានប្រសិទ្ធភាពអញ្ចឹងសរុបមកវិញឧបសគ្គនៅក្នុងអាជីវកម្មដែលខ្ញុំបាននិយាយក្នុងវីដេអូមួយនេះជាទូទៅគឺមាន7ប៉ុន្តែមិនមែនបានន័យថាបងប្អូនត្រូវទៅដោះស្រាយបញ្ហាទាំង7ក្នុងពេលតែមួយទេជាទូទៅនៅក្នុងអាជីវកម្មតាមបទពិសោធន៍របស់ខ្ញុំគឺគាត់តែងតែជួបនៅបញ្ហាមួយក្នុងចំណោមបញ្ហាទាំង7នេះខ្លាំងជាងគេអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវដោះអាមួយនឹងទៅមុនសិនព្រោះបងប្អូនត្រូវចាំថាយើងតែងតែមានធនធានកម្លាំងទឹកលុយពេលវេលារបស់យើងមានកំណត់អញ្ចឹងយើងមិនអាចទៅយកទាំងអស់ហ្នឹងទៅចំណាយទៅលើបញ្ហាទាំង7ក្នុងពេលតែមួយទេព្រោះពេលខ្លះទៅពេលដែលយើងធ្វើច្រើនបែរជាអត់ឃើញលទ្ធផលទៅវិញអញ្ចឹងណាអញ្ចឹងគឺយើងព្យាយាមធ្វើម៉េចដោះស្រាយបញ្ហាមួយដែលលេចធ្លោជាងគេឲ្យហើយទៅសិនអាហ្នឹងបានមានប្រសិទ្ធភាពជាថ្ងៃនេះខ្ញុំមាន2ករណីនៃអាជីវកម្មក្នុងការចែករំលែកជាមួយបងប្អូនដើម្បីជាឧទាហរណ៍ដើម្បីបងប្អូនអាចស្វែងយល់ហ្នឹងហើយករណីទី1នេះគឺជាបងស្រីម្នាក់ដែលគាត់មានសិប្បកម្មនៅខេត្តសៀមរាបហើយគាត់មានបុគ្គលិកប្រហែលជា25នាក់ហ្នឹងហើយអញ្ចឹងខ្ញុំបានជជែកជាមួយគាត់ដើម្បីស្វែងយល់អំពីតើអីគេដែលជាបញ្ហាឧបសគ្គរបស់គាត់ព្រោះគាត់មានអារម្មណ៍មួយថាគាត់កំពុងតែជួបនៅបញ្ហារាំងស្ទះហ្នឹងហើយអាជីវកម្មរបស់គាត់លក់បានគេមានអតិថិជនគាត់សួរនាំប៉ុន្តែគាត់មានអារម្មណ៍មួយថាគាត់ត្រូវធ្វើម៉េចទៀតដើម្បីឲ្យអាជីវកម្មរបស់គាត់មានភាពលូតលាស់ជាងមុនអញ្ចឹងណាអញ្ចឹងនៅពេលដែលជជែកជាមួយគាត់ទៅយើងឃើញថាបញ្ហានៃការធ្វើទីផ្សាររបស់គាត់អត់មានទេគឺមានអតិថិជនគាត់សួរនាំជាប្រចាំរហូតហ្នឹងហើយពេលយើងទៅមើលទៅលើការលក់របស់គាត់ក៏ល្អទៀតបានន័យថានៅពេលដែលគេមកទិញហើយគេមកទិញតទៀតហើយអតិថិជនដែលគាត់សួរហើយពេលគាត់អីហ្នឹងគឺយើងឃើញថាមានការទិញច្រើនហ្នឹងហើយអញ្ចឹងបញ្ហាប្រហែលជាមិននឹងកន្លែងហ្នឹងទេអតិថិជនដែលគាត់មកទិញហើយគាត់នៅតែមកទិញទៀតអញ្ចឹងក៏វាមិនតាក់ទងជាមួយនឹងរឿង operation រឿងនេះដែរ
ប៉ុន្តែយើងចាប់ដើមសួរនាំថាចុះបងមានបញ្ហាអីពេលយើងចាប់ដើមស្វែងយល់គឺថាគាត់មានបុគ្គលិកមានអតិថិជនមានអីច្រើនប៉ុន្តែបញ្ហារបស់គាត់គឺនៅកន្លែងប្រព័ន្ធគ្រប់គ្រងហ្នឹងហើយបានន័យថាមនុស្សក៏គាត់មានដែរហើយបកកែទីមានសមត្ថភាពទៀតប៉ុន្តែបែរជាគាត់មិនអាចគ្រប់គ្រងបានដោយសារតែគាត់អត់ទាន់មានពន្ធនៃការគ្រប់គ្រងអាជីវកម្មត្រឹមត្រូវអញ្ចឹងរបៀបនៃការងារគឺផ្សេងគ្នាហ្មងអញ្ចឹងនៅពេលដែលសួរគាត់មួយអញ្ចឹងទៅគាត់ត្រូវទៅរកព័ត៌មានណាគាត់ទៅសួរអ្នកនេះហើយពេលគាត់ត្រូវការព័ត៌មាននេះគាត់ទៅសួរអ្នកនោះហើយព័ត៌មានគ្រប់យ៉ាងគឺគាត់ត្រូវសរសេរនៅក្នុងសៀវភៅទាំងអស់ជារៀងរាល់ថ្ងៃហើយថ្ងៃខ្លះគាត់ធ្វើថ្ងៃខ្លះគាត់អត់អីអញ្ចឹងទៅអញ្ចឹងកន្លែងនេះបានន័យថាបញ្ហានៃប្រព័ន្ធរៀបចំប្រព័ន្ធគ្រប់គ្រងរបស់គាត់គឺជាបញ្ហាទី1ហើយដែលកំពុងតែខ្ពស់ជាងគេដែលយើងត្រូវដោះជាមួយនឹងគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងធ្វើការទៅលើរឿងមួយហ្នឹងបានន័យថាយើងចាប់ផ្ដើមរៀបចំធ្វើម៉េចដើម្បីឲ្យគាត់អាចទទួលបាននៅទិន្នន័យរបាយការណ៍ជាប្រចាំអូខេយើងចាប់ផ្ដើមរៀបចំក្រុមការងាររបស់គាត់តាមតួនាទីអូខេយើងចាប់ផ្ដើមរៀបចំការគ្រប់គ្រងរបស់គាត់ពីចម្ងាយដើម្បីគាត់អាចចេញពីក្រុមហ៊ុនមួយហ្នឹងដើម្បីបន្តមកកាន់ទីផ្សារអូខេព្រោះគាត់ត្រូវការពង្រីកទីផ្សាររបស់គាត់អញ្ចឹងគាត់ត្រូវការចេញពីអាជីវកម្មច្រើនប៉ុន្តែគាត់មានបញ្ហាមួយតែពេលគាត់ចេញទៅគាត់ខ្លាចមានបញ្ហានៅ operation ក្នុងអាជីវកម្មរបស់គាត់អញ្ចឹងណាយ៉ាងហ្នឹងអញ្ចឹងយើងក៏ចាប់ផ្ដើមរៀបចំទៅលើបញ្ហាទាំងអស់ហ្នឹងក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងក្នុងកម្រិតដំបូងដើម្បីធ្វើម៉េចគាត់អាចគ្រប់គ្រងទិន្នន័យហើយបុគ្គលិកគាត់ដឹងថាគាត់ត្រូវធ្វើអីទៅតាមទូនាទីរបស់គាត់ទោះបីជាម្ចាស់អាជីវកម្មគាត់អត់ន័យក៏ដោយអញ្ចឹងណាហ្នឹងហើយករណីទី2នេះគឺគួរឲ្យចាប់អារម្មណ៍ដែរហើយខ្ញុំគិតថាបងប្អូនអាចនឹងរៀនពីមេរៀនមួយនឹងបានច្រើនគាត់គឺជាម្ចាស់អាជីវកម្មប្រភេទ start up ដែលគាត់ផ្ដល់ជា solution សេវាកម្មបែប technology បច្ចេកវិទ្យាក្នុងការគ្រប់គ្រងក្នុងការជួយទៅដល់ម្ចាស់ហាងកាហ្វេហាងលក់ម្ហូបអាហារអីផ្សេងៗហ្នឹងក្នុងការដែលគាត់អាចលក់ងាយស្រួលជាងមុនទៅកាន់អតិថិជនរបស់គាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់មកប្រាប់ខ្ញុំថាខ្ញុំមានបញ្ហាតាក់ទងជាមួយនឹងការធ្វើទីផ្សារព្រោះអត់សូវមានគេទិញតទៅសោះការទិញរបស់គាត់ហ្នឹងការលក់របស់គាត់ហ្នឹងគឺបានតិចមែនតើអញ្ចឹងគាត់មើលឃើញខ្លួនឯងហ្នឹងមានបញ្ហាតាក់ទងជាមួយនឹងការធ្វើទីផ្សារហ្នឹងអញ្ចឹងខ្ញុំបាននិយាយជាមួយគាត់សួរគាត់ថាយើងទៅមើលទៅលើ retention rate បានន័យថាតើអ្នកគាត់ប្រើប្រាស់ហើយគាត់នៅតែបន្តការប្រើប្រាស់ហ្នឹងមានខ្ពស់អត់ពេលយើងមើលទៅគឺខ្ពស់មែនតើបានថាបើសិនជាគេប្រើហើយគឺគេអត់ងាយដូរទេគឺគេនឹងទៅប្រើរបស់គាត់រយៈពេល1ឆ្នាំ2ឆ្នាំនៅតែប្រើជាមួយនឹងគាត់អញ្ចឹងយើងឃើញថាគុណភាពរបស់គាត់គឺត្រូវជាមួយនឹងតម្រូវការរបស់ទីផ្សារហើយអញ្ចឹងហេតុអីបានជាមិនសូវមានការលក់បានហើយពេលយើងទៅមើលមួយទៀតគឺយើងឃើញថាយើងទៅមើល data ខ្ញុំសួរគាត់ថាឥឡូវយើងប្រមូល data មកថាតើតាក់ទងជាមួយនឹងអ្នកដែលគាត់មកសួរព័ត៌មានអ្នកដែលគាត់ចាប់អារម្មណ៍អ្នកដែលមកគាត់មកតេស្តហ្នឹងគឺមានច្រើនអត់អូខេហើយពេលទៅមើលគឺឃើញច្រើនមែនតើហ្នឹងហើយគឺច្រើនមែនតើប៉ុន្តែបែរជាយើងទៅមើល conversion rate បានថាការបំលែងពីអ្នកដែលគាត់ចាប់អារម្មណ៍ឲ្យខ្លះទៅជាអតិថិជនក្នុងការប្រើប្រាស់ផលិតផលរបស់គាត់សេវាកម្មរបស់គាត់ហ្នឹងគឺបែរជាតិចមែនតើត្រឹមតែ 2% ទេដែលអាជីវកម្មប្រភេទរបស់គាត់សេវាកម្មរបស់គាត់គួរតែខ្ទង់10ទៅ 30% អញ្ចឹងណាហ្នឹងហើយអញ្ចឹងបានន័យថាបញ្ហារបស់គាត់គឺមិនមែននៅទីផ្សារទេគាត់ច្រឡំខ្លួនឯងគាត់មានអតិថិជនចាប់អារម្មណ៍អូខេការធ្វើទីផ្សាររបស់គាត់ដូចជាត្រូវហើយមានគេចាប់អារម្មណ៍មានគេសួរប៉ុន្តែគាត់អត់បានយកចិត្តទុកដាក់ទៅលើ conversion របៀបនៃការដែលគាត់ត្រូវធ្វើម៉េចឲ្យអតិថិជនដែលគាត់ចាប់អារម្មណ៍នេះបំលែងគាត់ឲ្យខ្លះទៅជាអតិថិជនដែលយើងហៅថា sales process ដែលខ្ញុំបាននិយាយនៅឧបសគ្គទី3នៅខាងលើណាហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងបានថាគាត់បានយកចិត្តទុកដាក់តែគាត់បានរៀបចំទៀតអញ្ចឹងរបៀបនៃការដែលឆ្លើយសំណួររបៀបដែលសេវាកម្មឬក៏បុគ្គលិករបស់គាត់ក្នុងការទទួលអតិថិជនហ្នឹងគឺគាត់អត់មានទេអញ្ចឹងហើយដែលជាបញ្ហាដែលធ្វើឲ្យគាត់អត់អាចមានការលក់បានច្រើនហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺបានជជែកជាមួយគាត់ឲ្យគាត់ទៅជួសជុលបានថាទៅរៀបចំហើយ2ខែក្រោយមកគាត់មកប្រាប់មកវិញថាការចំណូលរបស់គាត់មានការកើនឡើងប្រហែលជា 30% ព្រោះតែគាត់ចាប់ផ្ដើមរៀបចំនៅកន្លែងហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងពីករណីនេះខ្ញុំគាត់ទៅឲ្យទៅឧទាហរណ៍ថាពេលខ្លះអាជីវកម្មរបស់យើងអាចនឹងមានបញ្ហាច្រើនប៉ុន្តែយើងត្រូវកំណត់សម្គាល់ថាតើយើងកំពុងតែមានបញ្ហាកន្លែងណាដែលខ្លាំងជាងគេហើយចាប់ផ្ដើមទៅដោះនៅកន្លែងនោះតើតែយើងទៅដោះស្រាយបញ្ហាដែលជាឫសគល់ក្នុងការដែលធ្វើអាជីវកម្មរបស់យើងរាំងស្ទះទៅសិនបានអាជីវកម្មរបស់យើងលែងនៅត្រឹងហើយចាប់ផ្ដើមដើរទៅមុខម្ដងបន្តិចអញ្ចឹងណាអញ្ចឹងត្រឡប់មកវិញនៅថ្ងៃនេះអ្វីដែលខ្ញុំចង់ចែកម្លែកទៅបងប្អូនគឺពេលខ្លះអូខេព្យាយាមស្វែងយល់អំពីបញ្ហាដែលកើតឡើងនៅក្នុងអាជីវកម្មរបស់យើងដើម្បីកំណត់រកបញ្ហាទាំងអស់នោះហើយដោះស្រាយវាម្ដងមួយដើម្បីឲ្យអាជីវកម្មរបស់យើងអាចទៅមុខសរុបមកវិញវីដេអូនៅថ្ងៃនេះអ្វីដែលខ្ញុំចង់ចែកម្លែកទៅបងប្អូនគឺថាកុំព្យាយាមដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ
ជាយាមស្វែងរកនៅឫសគល់នៃបញ្ហាជាមុនដើម្បីយើងចំណាយពេលវេលាលុយកាក់និងកម្លាំងរបស់យើងឲ្យត្រូវជាមួយនឹងបញ្ហាអញ្ចឹងហើយជាកន្លែងដែលយើងអាចចាប់ផ្ដើមដោះបញ្ហារបស់អាជីវកម្មរបស់យើងបាន